វត្តស្វាយរមៀតហាអង្គកឋិនទាននៅលើផ្ទៃទឹកបារាយគឺដើម្បីរក្សាទំនៀមទម្លាប់មានសង្ឃដីកាវេអង្គកឋិនទាននៅក្នុងវត្តបារាយមហានទីរតនារាមហៅវត្តស្វាយរមៀតនារសៀលថ្ងៃទី19ខែតុលាឆ្នាំ2025ព្រះសច្ចានុបាលនឹមវុធីព្រះគ្រូចៅអធិការវត្តស្វាយរមៀតដែលស្ថិតនៅក្នុងភូមិបន្ទាយឈើសង្កាត់ទឹកវិលក្រុងសៀមរាបខេត្តសៀមរាបបានមានសង្ឃដីកាថាការរៀបចំដង្ហែអង្គកឋិនទាននៅលើផ្ទៃទឹកបារាយនាពេលនេះគឺដើម្បីទុកជាទំនៀមទម្លាប់ឲ្យកូនចៅជំនាន់ក្រោយបានដឹងនិងដើម្បីញ៉ាំងឲ្យកម្មវិធីកឋិនទាននេះកាន់តែមានភាពឱឡារិកនិងកក្រឹកកក្រែងបង្ហាញឲ្យញាតិញោមគ្រប់មជ្ឈដ្ឋានទាំងអស់បានឃើញពីសកម្មភាពការដង្ហែអង្គកឋិនទាននិងទស្សនវិជ្ជាភូមិសាស្ត្រទីវត្តអារាមមួយនេះស្ថិតនៅជាប់នឹងបារាយទឹកថ្លានៃខេត្តសៀមរាបជាខេត្តក្រុងសម្បូរទៅដោយសម្បត្តិវប្បធម៌ធម្មជាតិមានប្រាង្គប្រាសាទនិងរមណីយដ្ឋានបុរាណជាច្រើនផងដែរព្រះសច្ចានុបាលនឹមវុធីបានមានសន្និកាបញ្ជាក់ថាតាំងពីអតីតព្រះគ្រូចៅអធិការវត្តនេះគ្រប់ចំនួនរៀងមកគឺមិនទាន់មានបានធ្វើពិធីដង្ហែអង្គកឋិនទាននៅលើផ្ទៃទឹកបារាយទេនេះគឺជាលើកទី4ហើយដែលព្រះសង្ឃនិងគណៈកម្មការវត្តសហការជាមួយអាជ្ញាធរមូលដ្ឋាននិងស្ថាប័នមានសមត្ថកិច្ចបានរៀបចំដង្ហែអង្គកឋិនទាននៅលើទឹកព្រះគ្រូចៅអធិការវត្តស្វាយរមៀតបានមានសន្និកាបន្ថែមថាតាមវិន័យវត្តមួយទទួលអង្គកឋិនទានតែម្ដងទេក្នុងរយៈកាលនៃរដូវកឋិនមាន29ថ្ងៃហើយពិធីបុណ្យកឋិនទាននេះគឺជាការជួយទំនុកបម្រុងបច្ច័យ4សង្គ្រោះដល់ភិក្ខុសង្ឃដែលបានគង់ចាំព្រះវស្សាឱកាសត្រីមាសមកហើយគឺបម្រើដល់ប្រយោជន៍កសាងនិងអភិវឌ្ឍទីអារាមនិងជាចតុបច្ច័យសម្រាប់ទ្រទ្រង់ដល់ព្រះសង្ឃគង់នឹងសិក្សារៀនសូត្រជាដើមសម្ភារៈសំខាន់របស់កឋិនមានតែ3ទេគឺស្បង់ត្រៃចីវរសម្ភារៈផ្សេងពីនេះរួមទាំងថវិកាសង្កត់ត្រៃផងគេហៅថាបរិវារកឋិនក្រៅពីស្បង់ត្រៃចីវរនេះគឺមានញាតិញោមពុទ្ធបរិស័ទមកពីក្នុងនិងក្រៅប្រទេសចូលរួមបច្ច័យអមត្រៃឬបច្ច័យសង្កត់ត្រៃព្រះគ្រូចៅអធិការវត្តបានបញ្ជាក់ថាបច្ច័យដែលអង្គកឋិនទានប្រមូលបានពីពុទ្ធបរិស័ទចូលរួមនោះឆ្នាំនេះទទួលបានជាង25លានរៀលហើយដូចគ្នានៅរៀងរាល់ឆ្នាំដែរបច្ច័យនេះក្រៅពីផ្គត់ផ្គង់ចង្ហាន់ប្រចាំថ្ងៃដល់ព្រះសង្ឃសាមណេរទាំង50អង្គមួយចំនួននឹងបែងចែកឧបត្ថម្ភបន្ថែមទៅគ្រូបង្រៀនជាគ្រូកិច្ចសន្យានិងគ្រូស្ម័គ្រចិត្តនៃសាលាពុទ្ធកបឋមសិក្សាស្វាយរមៀតហើយបច្ច័យមួយចំនួនទៀតគឺទ្រទ្រង់ព្រះសង្ឃសិក្សារៀនសូត្រផ្គត់ផ្គង់ថ្លៃទឹកភ្លើងជួសជុលកែលម្អបរិស្ថានសួនច្បារក្នុងបរិវេណវត្តផងដែរនំមកជូនដោយហាងនៅសាលៀនមានលក់អគុយរថយន្តគ្រប់ប្រភេទទំនាក់ទំនងលេខទូរស័ព្ទ088 99 72 168